សួស្តីអ្នកនរគ្នានឹងជួបជាមួយនឹងខ្ញុំម្ដងទៀតហើយថ្ងៃនេះខ្ញុំនឹងមកសម្រាយរឿងបែបបន្ពុតដូចគ្នាដែលមានចំណងជើងថា The Monkey ហើយរឿងនឹងដែរពេញនៅឆ្នាំ2025នេះឯងហើយនៅក្នុងភូមិទូចមួយហ្នឹងចេះតែមានរឿងចម្លែកកើតឡើងហើយមនុស្សវិញចេះតែស្លាប់បន្តហើយរឿងទាំងអស់នេះដែរគឺកើតឡើងចេញពីស្វាតុក្កតាមួយនេះបុរសម្នាក់ហ្នឹងគាត់បាននាំយកអាតុក្កតាស្វាហ្នឹងមកហាំងបញ្ចាំហ្នឹងទាំងកណ្ដាលយប់ហើយលោកតកែហ្នឹងក៏បានសួរទៅបុរសហ្នឹងថាហេតុអ្វីខ្លួនប្រាណរបស់ឯងហ្នឹងគឺសុទ្ធតែឈាមហើយបុរសនោះគាត់ក៏បានប្រាប់ថាឥឡូវមិនបាច់ខ្វល់រឿងឈាមហ្នឹងទេអ្វីដែលសំខាន់ហ្នឹងគឺកម្ចាត់តុក្កតាស្វានេះចោលសិនទៅដោយសារតែបើតុក្កតាស្វាហ្នឹងហ៊ានតែគោះអាស្គរហ្នឹងនឹងមានមនុស្សស្លាប់ភ្លាមហើយលោកតកែហ្នឹងមើលទៅបុរសម្នាក់ហ្នឹងដូចជាកំពុងប្រឌិតរឿងយកមកបោកគាត់អញ្ចឹងគាត់ក៏បានច្អល់ទៅលើអាផ្លាកដែលគាត់បុតនៅខាងក្រោយហ្នឹងថាគាត់អត់ទទួលទិញរបស់ក្មេងលេងទេស្រាប់តែពេលហ្នឹងអាសំឡេងស្គរក៏បានបន្លឺឡើងនៅពេលហ្នឹងកណ្ដុរមកក្បាលហ្នឹងបានខំផ្ដាច់អាខ្សែមួយដែលធ្ពក់ជាមួយនឹងពុថៅនោះហើយអាពុថៅហ្នឹងក៏បានធ្លាក់មកហ្នឹងចុចចំអាកលឹះដែលមានមនុស្សជនកាន់ធ្នូហ្នឹងអាព្រួយហ្នឹងក៏បានហោះមកហ្នឹងបាញ់ទម្លុះចំខ្លួនប្រាណរបស់តកែនោះតកែហ្នឹងគាត់អត់ទាន់មានអារម្មណ៍ថាឈឺផងស្រាប់តែអាស្គរហ្នឹងបានបន្លឺឡើងបន្តទៀតអាធ្នូហ្នឹងក៏អូសថយក្រោយវិញហ្នឹងនិយាយទៅទាញពវៀនបតាំងរបស់តកែហ្នឹងចេញមកក្រាក់រឹងអស់ព្រោះតែបានយកតុក្កតាមកហ្នឹងគាត់ឃើញបែបនេះហ្នឹងគាត់ខឹងខ្លាំងមែនតើគាត់ក៏បានយកអាស្វាហ្នឹងយកទៅដុតភ្លើងចោលតែអ្វីដែលគាត់នឹកស្មានមិនដល់ស្វានោះហ្នឹងមិនបានកំទេចទេថែមទាំងធ្លាក់មកលើដៃកូនរបស់គាត់ទាំងពីរនាក់ទៀតដោយសារតែតាមធម្មតាហ្នឹងឪពុករបស់គាត់ហ្នឹងអត់សូវបដៅកូនប្រុសទាំងពីរនាក់ហ្នឹងទេបងប្រុសគាត់ហ្នឹងឈ្មោះថាហលហ្នឹងតែងតែធ្វើបាបប្អូនប្រុសដែលឈ្មោះថាឈីបរីឯប្អូនប្រុសគាត់ហ្នឹងក៏ស្អប់បងប្រុសគាត់ដែរគាត់សង្ឃឹមថាថ្ងៃណាមួយហ្នឹងបងប្រុសហ្នឹងនឹងមិនរស់នៅលើពិភពលោកនេះប៉ុន្តែហ្នឹងពេលខ្លះក៏គាត់មិនដាច់ចិត្តដែរនៅថ្ងៃមួយហ្នឹងគាត់ចូលបន្ទប់របស់ឪពុកគាត់ឃើញមានប្រអប់ចម្លែកមួយគាត់ក៏បានបើកមើលឃើញថាមានអាស្វាតុក្កតានោះនៅក្នុងប្រអប់នោះហើយនៅខាងក្រោយប្រអប់ហ្នឹងក៏បានសរសេរថាបើកកន្លឹះហ្នឹងនឹងមានរឿងអ្វីកើតឡើងហើយហលគាត់អត់បានស្ដាប់ការហាមឃាត់របស់បងប្រុសគាត់ទេហើយគាត់ហ្នឹងក៏បានកាច់បង្វិលអាកន្លឹះនៅក្រោយខ្នងស្វានោះសម្រាប់វាយស្គរនៅក្នុងដៃស្វានោះហ្នឹងក៏ចាប់ផ្ដើមបង្វិលឡើងប៉ុន្តែគ្មានរឿងអ្វីកើតឡើងទាល់តែសោះហលគាត់គិតថាតុក្កតានេះប្រហែលជាខូចហើយប៉ុន្តែគាត់អត់ដឹងដែររឿងដែលសយហ្នឹងគឺស្ថិតចិត្តមកគាត់ឆាប់នេះនៅថ្ងៃបន្ទាប់ហ្នឹងម្ដាយរបស់គាត់មានការរវល់ចេញក្រៅក៏បានផ្ដាំឲ្យម៉ែដោះហ្នឹងជួយមើលថែគាត់ទាំងពីរនាក់ផងតែអ្វីដែលចម្លែកហ្នឹងសត្វស្វាតុក្កតាមួយក្បាលនោះក៏បានលេចឡើងនៅក្នុងឡានហលគាត់គិតថាបងប្រុសរបស់គាត់ហ្នឹងលេងសើចជាមួយនឹងគាត់បានចាប់អារម្មណ៍អីដែរនៅថ្ងៃហ្នឹងដែរម៉ែដោះរបស់ពួកគាត់ហ្នឹងបាននាំគាត់ហ្នឹងទៅញ៉ាំអាហារដែលគេឆាភ្លាមចុងភៅគាត់នៅឃើញមុខរបស់ម៉ែដោះគាត់ភ្លាមគឺមានកម្លាំងតែម្ដងគាត់ក៏បានឆាបាយមួយចំណែកហ្នឹងមានរូបបេះដូងនៅពេលដែលកែវភ្នែកអ្នកទាំងពីរកំពុងបាញ់ទៅបាញ់មកហ្នឹងស្វានៅក្នុងឡាននោះក៏ចាប់ផ្ដើមគូសស្គរនោះនៅពេលហ្នឹងហលហ្នឹងគាត់មានអារម្មណ៍ដូចស្រួលនឹងខ្លួនសោះស្របពេលដែលស្វានោះហ្នឹងគាត់ឈប់គូសហ្នឹងស្របពេលដែលចុងភៅហ្នឹងគឺគាត់បោះកវាត់អាកបិតគាត់ហ្នឹងឡើងទៅលើបានធ្វើឲ្យមុខកបិតហ្នឹងហោះកាត់ម៉ែដោះរបស់ពួកគាត់ហ្នឹងកហ្នឹងគឺដាច់ចេញពីគ្នាក្រោយមកហ្នឹងម្ដាយរបស់គាត់ក៏បាននាំគាត់ហ្នឹងចូលរួមកម្មវិធីបន់សពរបស់ម៉ែដោះគាត់ម្ដាយរបស់គាត់ហ្នឹងក៏បានលួងលោមអ្នកទាំងពីរគាត់ថារឿងអ្វីក៏ដោយក៏មានទីបញ្ចប់របស់វាដែរប៉ុន្តែយើងអ្នកដែលរស់នៅក៏មិនអាចនៅឈឺចាប់មួយជីវិតម្ដាយរបស់គាត់ហ្នឹងក៏នាំពួកគេទាំងពីរអ្នកហ្នឹងរួមសបាយដើម្បីបំបត្តិទុក្ខកង្វល់ហ្នឹងហលហ្នឹងគាត់មិននឹងទាន់សប្បាយចិត្តផងស្រាប់តែមានរឿងកើតឡើងទៀតបដ ாய் គាត់ហ្នឹងត្រូវបានអ្នកដែលនៅសាលាពួកជើងកាងហ្នឹងកាក់គាត់តែម្ដងប៉ុន្តែមិនដឹងថាថៃទេអ្នកទាំងអស់ហ្នឹងដោះតែខោរបស់ហលចេញហើយគាត់ហ្នឹងរត់មកផ្ទះវិញគាត់ហ្នឹងក៏បានដើរចូលទៅបន្ទប់គេងរបស់គាត់ហ្នឹងដោយអារម្មណ៍អត់ល្អប៉ុន្តែគាត់ភ្ញាក់មែនតើគឺនៅក្រោយខ្នងរបស់គាត់ហ្នឹងគឺតុក្កតាស្វានោះអង្គុយនៅលើទូដំបូងហ្នឹងគាត់ស្មានអាម៉ាក់របស់គាត់ហ្នឹងយកមកទុកហ្នឹងម្ដាយរបស់គាត់ហ្នឹងក៏បានប្រាប់វិញថាគាត់ហ្នឹងអត់បានទៅបន្ទប់របស់ហលហ្នឹងជាយូរថ្ងៃហើយអញ្ចឹងធ្វើឲ្យហលហ្នឹងមានការងឿងឆ្ងល់មែនតើគាត់ក៏មានអារម្មណ៍ថាស្វាហ្នឹងដូចរឿងចម្លែកនៅពាក់កណ្ដាលយប់ហ្នឹងក៏គាត់គេងឲ្យលក់ហើយសុកហ្នឹងគាត់ងើបមកសួរស្វានោះគាត់បាននិយាយទៅស្វានោះថាតើការស្លាប់របស់ម៉ែដោះគាត់ហ្នឹងមានតាក់ទងជាមួយឯងអត់ឃើញទង្វើលបរបស់ប្អូនគាត់ហ្នឹងឈីបហ្នឹងក៏បាននិយាយទៅគាត់ថាតើឯងហ្នឹងចង់រៀបការជាមួយស្វានោះមែនទេអញ្ចឹងមើលទៅបងប្រុសគាត់ហ្នឹងមិនដឹងថាមានគោលដៅអ្វីអាក្រក់ទេគាត់នៅមកដល់សាលាភ្លាមហ្នឹងបងប្រុសរបស់គាត់ហ្នឹងបានយកអារឿងជប់មិញហ្នឹងយកទៅប្រាប់ពូម៉ាក់គាត់ទាំងអស់គ្នានៅថ្ងៃហ្នឹងដែរហលហ្នឹងគឺត្រូវបានគេវាយយ៉ាងដំណំពេលគាត់មកដល់ផ្ទះហ្នឹងគាត់មានអារម្មណ៍ថាខឹងខ្លាំងមែនទែនសូម្បីតែម្ដាយរបស់គាត់ហ្នឹងក៏គាត់តមាត់ដែរគាត់ចូលមកបន្ទប់ភ្លាមហ្នឹងឃើញអាសត្វស្វានោះអង្គុយនៅលើពូករបស់គាត់ហើយក៏បានចោទប្រកាន់នៅរឿងសយទាំងអស់ហ្នឹងដាក់ទៅលើខ្លួនស្វានោះគាត់ក៏បាននិយាយនៅមុខស្វានោះថាគាត់ចង់ឲ្យបងប្រុសរបស់គាត់ហ្នឹងស្លាប់ណាស់ហើយគាត់ហ្នឹងក៏បានបង្វិលអាកង់តាក់នោះតែឈើបវលស្គរនោះហ្នឹងក៏ចាប់ផ្ដើមបង្វិលឡើងហើយគោះលឿនទៅប៉ុន្តែហលហ្នឹងគាត់អត់ដឹងរឿងមួយទេស្វានេះហ្នឹងគឺតាំងពីដើមមកគាត់អត់ទទួលពាក្យសំណើរបស់គេទេពេលដែលគាត់គោះហ្នឹងគឺគាត់គោះដោយខ្លួនឯងទេបងប្រុសរបស់គាត់ហ្នឹងសំណាងធម្មតាទេប៉ុន្តែគេមកមើលម្ដាយរបស់គាត់វិញប្រហែលជាមិនសំណាងតែឈាមហ្នឹងហូរចេញពីជើងខោរបស់ម្ដាយគាត់ហើយស្រាប់តែផ្ទុះស្លាប់ភ្លាមតែម្ដងពេលដែលគេធ្វើកសលបច្ច័យហ្នឹងឃើញថាម្ដាយរបស់គាត់ហ្នឹងស្ទះសរសៃឈាមធ្វើឲ្យផ្ទុះឈាមនៅក្នុងបេះដូងហ្នឹងស្លាប់ភ្លាមអត្រាស្លាប់ហ្នឹងគឺតិចមែនតើ 99.99% ហ្នឹងគឺម្ដាយគាត់ហ្នឹង 0.01 អញ្ចឹងមិនได้ថាមិនងាយនឹងមានរឿងអញ្ចឹងកើតឡើងប៉ុន្តែអត់មានអ្នកណាដឹងទេមានតែហលមួយដែលគាត់ដឹងរឿងហ្នឹងប៉ុន្តែគាត់
នឹងអត់បានប្រាប់រឿងសម្ងាត់នេះទៅអ្នកណាគេទេព្រោះមកហ្នឹងមីងរបស់គាត់ហ្នឹងក៏ទទួលចិញ្ចឹមគាត់ហ្នឹង2នាក់ដោយសារតែឪពុកម្ដាយរបស់គាត់ហ្នឹងស្លាប់តាំងពីក្មេងបែបនេះហ្នឹង2នាក់គាត់ហ្នឹងអត់មានទីពឹងនៅពេលកណ្ដាលយប់ហ្នឹងហលស្រាប់តែគាត់ភ្ញាក់ឡើងគាត់នឹកឃើញរឿងម្ដាយរបស់គាត់ស្លាប់ហ្នឹងគឺគាត់ពិតជាអន់ចិត្តមែនតើគាត់ក៏បានសម្រេចចិត្តធ្វើរឿងមួយគាត់បានយកអាកំបិតហាន់បន្លែហ្នឹងយកមកដល់ហ្នឹងកាប់អាសត្វស្វានោះប៉ុន្តែអ្វីដែលធ្វើឲ្យគាត់ស្មានមិនដល់ហ្នឹងស្វាហ្នឹងគ្រាន់តែជារបស់លេងទេប៉ុន្តែពេលដែលគាត់កាត់ដៃរបស់វាចេញមកហ្នឹងវាចេញទឹកអ្វីមួយយ៉ាងហ្នឹងខ្មៅគាត់ហ្នឹងអត់បានគិតច្រើនទេគាត់ហ្នឹងក៏បន្តហែកអាតុក្កតានោះឡើងខ្ទេចខ្ទីហើយកាប់ច្រាមវាហើយបោះចូលធុងសម្រាមបាត់អញ្ចឹងនៅថ្ងៃទី2ហ្នឹងបងប្អូនគាត់ទាំងពីរនាក់ហ្នឹងកំពុងតែជិះឡានហ្នឹងត្រឡប់មកផ្ទះជាមួយនឹងមីងគាត់នៅពេលដែលឈីបកំពុងតែមើលតុក្កតានៅក្នុងទូរទស្សន៍ហ្នឹងគាត់ងើបទៅមើលនៅក្រៅប្រអួចដូចជាមានរឿងចម្លែកកើតឡើងស្រាប់តែងាកមកក្រោយវិញហ្នឹងឃើញអាសត្វស្វានោះហ្នឹងអង្គុយនៅលើកៅអីនោះឈីបហ្នឹងក៏បានសួរទៅហលហេតុអ្វីឲ្យយកតុក្កតាហ្នឹងមកទៀតហើយហលហ្នឹងបានប្រាប់ទៅឈីបថាគាត់បានយកតុក្កតាហ្នឹងកាប់ចោលច្រាមវាឡើងខ្ទេចហើយបោះចូលធុងសម្រាមហើយហលហ្នឹងក៏បានប្រាប់ទៅឈីបវិញថាតុក្កតាមួយនេះប្រហែលជាត្រូវផ្ដាសារបស់គេហើយវាមិនមែនរបស់លេងធម្មតាទេវាចេះសម្លាប់មនុស្សការស្លាប់របស់ម្ដាយគាត់ហ្នឹងធ្វើឲ្យឈីបហ្នឹងពិបាកចិត្តខ្លាំងមែនតើគាត់ក៏នឹកឃើញគំនិតមួយគាត់ថាបើសាក់បវលអាហ្នឹងមើលតើវាមានរឿងអីកើតឡើងទៅតើវាអាចសម្លាប់មនុស្សមែនអត់តែថ្ងៃបន្ទាប់ហ្នឹងគឺមានរឿងកើតឡើងខ្លាំងមែនតើគឺពូរបស់គាត់ហ្នឹងបានស្លាប់នៅក្រោមជើងរាប់រយក្បាលរបស់សេះពេលដែលគាត់ចេញរបស់តង់ហ្នឹងឃើញថាសេះហ្នឹងជន់គាត់ហ្នឹងស្លាប់តែម្ដងពេលដែលប៉ូលីសទៅដល់ហ្នឹងឃើញថាសពរបស់គាត់ហ្នឹងតិចដូចជាទឹកពេញប៉ោះអញ្ចឹងនៅពេលនេះហ្នឹងពីរអ្នកគាត់ហ្នឹងក៏ដឹងច្បាស់ថាអាសត្វស្វានេះគឺពិតជាសម្លាប់មនុស្សពិតមែនអញ្ចឹងថ្ងៃមួយហ្នឹងពីរអ្នកគាត់ហ្នឹងក៏បានយកអាសត្វស្វាហ្នឹងដាក់ចូលក្នុងកេសប្រអប់មួយហើយចាក់ច្រវាក់ហើយបោះចូលក្នុងអណ្ដូងបុរាណមួយគាត់សង្ឃឹមថាបដាសាហ្នឹងនឹងអាចដោះបានរយៈពេល25ឆ្នាំក្រោយមកហ្នឹងនៅក្នុងចន្លោះហ្នឹងដែរគឺមិនមានរឿងអ្វីកើតឡើងនោះទេនៅយប់ហ្នឹងដែរហ្នឹងមីងរបស់គាត់ហ្នឹងស្រាប់តែឮសំឡេងចម្លែកហ្នឹងចេញពីជាន់ខាងក្រោមប៉ុន្តែដោយសារមីងគាត់ហ្នឹងអត់ស្គាល់ពីការវាយស្គររបស់ស្វានោះទេអញ្ចឹងក៏គាត់អត់ដឹងថាជាសំឡេងអ្វីដែរពេលដែលមីងរបស់គាត់កាន់កំភ្លើងមកដល់បន្ទប់ក្រោមដីហ្នឹងឃើញថាសំឡេងនោះគឺបាត់ទៅវិញមីងរបស់គាត់ហ្នឹងក៏បានចុះទៅខាងក្រោមនោះហើយបើកភ្លើងឃើញថាមិនមានអ្វីខុសប្រក្រតីនោះទេពេលដែលគាត់រៀបឡើងទៅបន្ទប់គេងវិញហ្នឹងមុខរបស់គាត់នឹងពោពេញទៅដោយសន្ទូចត្រីគាត់ចូលមកដល់បន្ទប់ទឹកហ្នឹងគាត់ដោះសន្ទូចត្រីនោះម្ដងមួយគាត់រៀបនឹងលាបថ្នាំហ្នឹងស្រាប់តែគាត់មានអារម្មណ៍ថាធំក្លិនដូចជាធំហ្គាសតែគាត់អោនទៅហិតអាហ្គាសហ្នឹងស្រាប់តែមកភ្លាមហ្នឹងវាមានភ្លើងអ្វីមួយយ៉ាងហ្នឹងមកឆាបឆេះក្បាលរបស់គាត់នៅពេលមីងរបស់គាត់ហ្នឹងកំពុងតែឈឺចាប់ខ្លាំងហ្នឹងបានរត់ចេញទៅក្រៅទ្វារហើយដោយសារតែភ្នែករបស់គាត់ហ្នឹងមើលអត់ឃើញជើងរបស់គាត់ហ្នឹងក៏បានជន់ថោផ្កាមួយក៏បានរត់ទៅត្រង់ហ្នឹងបុកជាមួយនឹងអាស្លាកបញ្ជាហ្នឹងគឺស្លាប់ភ្លាមនៅពេលហ្នឹងដែរហលគឺគាត់មានអាយុប្រហែលជា30ឆ្នាំជាងហើយគាត់នឹងក៏បានផ្ដាច់ទំនាក់ទំនងនឹងជាមួយឈីបតាំងពីពេលនោះមកគាត់គិតថាអាចនឹងមានសេចក្តីសុខហើយចាប់ពីពេលនេះទៅប៉ុន្តែរឿងnàyនឹកស្មានមិនដល់គាត់ជាមួយនឹងប្រពន្ធគាត់ចាហើយមានកូនមួយដែលឈ្មោះថា Peter ហើយក៏សម្រេចចិត្តលែងគ្នាហើយប្រពន្ធរបស់គាត់នឹងក៏មានអ្នកក្រោយបន្តទៀតហើយបើតាមកិច្ចសន្យាហលនឹងគាត់អាចទៅមើលកូនរបស់គាត់ក្នុងមួយអាទិត្យនឹង2ដងប៉ុន្តែដោយសារតែការពីទូចនឹងម្ដាយរបស់គាត់នឹងស្លាប់ចោលគាត់លឿនពេកអញ្ចឹងធ្វើឲ្យគាត់នឹងមិនដឹងថាគួរមានទំនាក់ទំនងយ៉ាងម៉េចនឹងជាមួយកូនគាត់អញ្ចឹងថ្ងៃមួយនឹងគាត់ក៏សម្រេចចិត្តនាំកូនប្រុសរបស់គាត់នឹងចេញដើរលេងម្ដងហើយនៅយប់នឹងដែរគាត់ជាមួយនឹងកូនគាត់នឹងគ្មាននិយាយអីគ្នាទេគឺដេកទាំងអស់គ្នាពេលដែលគាត់ដេកលក់នឹងស្រាប់តែនៅក្នុងសុបិនគាត់នឹងបានលេចឡើងនៅអាស្វានោះម្ដងទៀតគាត់សុបិនឃើញអាស្វានឹងវាចាប់ដើមគូស្គរហើយក៏មានដៃដ៏ធំមួយនឹងចាប់គាត់ហើយតម្លាក់ចូលទៅក្នុងអណ្ដូងនោះអាស្វានោះនឹងក៏យកកំបិតនឹងយកមកកាប់គាត់វិញហលនឹងគាត់ចាប់ដើមមានអារម្មណ៍ថាអាចនឹងមានរឿងកើតឡើងឆាប់ៗនេះមិនយូរប៉ុន្មាននឹងទូរស័ព្ទរបស់គាត់នឹងចាប់ដើមរោឡើងហើយអ្នកដែលទេទូរស័ព្ទមកនោះគឺបងប្រុសរបស់គាត់ហើយក៏បានប្រាប់រឿងមីងរបស់គាត់ស្លាប់នឹងទៅហលហ្នឹងក៏បានប្រាប់ទៅវិញថារឿងនេះនឹងប្រហែលជាអាស្វានោះអ្នកធ្វើហើយឈីបនឹងចង់ឲ្យគាត់មកផ្ទះហើយដើរមើលជាមួយនឹងគាត់ថាអាស្វានោះគឺពិតជាមកវិញមែនទេប៉ុន្តែហលហ្នឹងគាត់ប្រាប់ទៅវិញថាប្រហែលជាអាយុរបស់គាត់នឹងចាស់ពេកហើយទៅគាត់ឈឺស្លាប់ហើយគាត់ត្រូវកំដរកូនគាត់ទៀតអញ្ចឹងគាត់អត់បានទៅទេអញ្ចឹងអ្វីដែលហលគាត់ដឹងហ្នឹងពេលដែលមីងរបស់គាត់ស្លាប់ហ្នឹងរបស់ចាស់ដែលមានតម្លៃហ្នឹងគឺត្រូវបានគេលួចយកទៅលក់ទាំងអស់ហើយនៅក្នុងនោះដែរក៏មានអាស្វាមួយក្បាលនោះដែរហើយអ្វីដែលចៃដន្យហ្នឹងគឺគាត់ត្រូវបានក្មេងប្រុសពីរនាក់ហ្នឹងទិញយកទៅហលក៏បានប្រាប់ទៅវិញថាទោះជាអាស្វាហ្នឹងមកវិញហ្នឹងក៏គាត់លែងខ្វល់ដែរនៅពេលគាត់រៀបបិទទូរស័ព្ទហ្នឹងអាម៉ាស៊ីនត្រជាក់នៅលើក្បាលគាត់ហ្នឹងស្រាប់តែសុកវាធ្លាក់ចុះមកតែចរន្តភ្លើងដែលឆ្លងហ្នឹងវាបានចូលទៅក្នុងអាងទឹកនោះគាត់នឹងក៏បានវិលត្រឡប់ចូលទៅបន្ទប់វិញហ្នឹងដោយអារម្មណ៍លែងនៅក្នុងខ្លួនហើយគឺគាត់ភ័យមែនតើគាត់នឹងបានយកខ្នើយរបស់គាត់នឹងយកមកទប់មុខគាត់ហើយស្រែកមួយទំហឹងគាត់ដឹងហើយប្រហែលជាអាស្វានោះពិតជាមកវិញពិតមែនគាត់ក៏បានដាស់កូនប្រុសរបស់គាត់នឹងទាំងកណ្ដាលយប់ហើយនាំកូនរបស់គាត់នឹងមកផ្ទះមីងគាត់នឹងជាបន្ទាន់ដើម្បីធ្វើការស្វែងរកអាសត្វស្វានោះកុំឲ្យវានឹងប្រព្រឹត្តរឿងអាក្រក់តទៅទៀតគាត់អត់តន់ចុះពីលើឡានហ្នឹងគាត់ភ្ញាក់ជាមួយនឹងមីងម្នាក់ហ្នឹងដោយសារមីងហ្នឹងគាត់ចង់ទិញផ្ទះរបស់មីងគាត់អញ្ចឹងដោយសារអ៊ីអាល់ក្រហមហ្នឹងគាត់គឺជាអ្នកសែលអញ្ចឹងគាត់និយាយជាមួយនឹង
ហលរហូតនៅចុងក្រោយហ្នឹងមីងនោះក៏គាត់ដឹងពីគោលបំណងដែលហលមកទីក៏សម្រាប់ចិត្តហ្នឹងនាំហលហ្នឹងចូលមកក្នុងផ្ទះនេះប៉ុន្តែគាត់ដើរឆែកនៅក្នុងផ្ទះនោះទាំងអស់ប៉ុន្តែអត់ឃើញសត្វស្វានោះទេទីអាក្រហមនោះក៏បានប្រាប់ទៅហលវិញថាអ្វីអ្វីនៅក្នុងផ្ទះហ្នឹងត្រូវបានលក់អស់ហើយប្រហែលជាលក់ចេញទៅបាត់ហើយប៉ុន្តែគាត់បានប្រាប់ទៅហលថានៅភូមិនេះហ្នឹងចម្លែកមែនតើគាត់ថាមិនដឹងមិនទេមានម្នាក់ទៅម្នាក់ហ្នឹងស្លាប់តគ្នារហូតក្រោយពីមីងរបស់អ្នកឯងស្លាប់ហើយស្អែកឡើងហ្នឹងក៏អ្នកចិត្តខាងរបស់គាត់ហ្នឹងស្លាប់តទៅទៀតហើយនៅថ្ងៃទី3ហ្នឹងអ្នកនៅជាប់ផ្ទះគាត់ទៀតហ្នឹងបានស្លាប់ដោយសារម៉ាស៊ីនឆុងកាហ្វេហើយនៅថ្ងៃទី4ហ្នឹងក៏មានអ្នកស្លាប់បន្តទៀតដែរគឺវាយកូនគោសក់ហ្នឹងគឺមានពស់ហ្នឹងចេញពីក្នុងរុនកូនគោនោះមកហ្នឹងចឹកគាត់ស្លាប់និយាយទៅការស្លាប់របស់គាត់ហ្នឹងគឺចម្លែកមែនតើហើយទៅតែថ្ងៃនេះទេមិនទាន់មានដំណឹងថាអ្នកណាគេស្លាប់ប៉ុន្តែអ្វីដែលគាត់មិនដឹងហ្នឹងការស្លាប់ថ្ងៃហ្នឹងគឺជាគាត់នឹងឯងហលហ្នឹងក៏បានប្រាប់ទៅវិញថានេះប្រហែលជាស្វាមកក្បាលនោះហ្នឹងគឺជាអ្នកធ្វើហើយហលហ្នឹងក៏បានប្រាប់មីងហ្នឹងថាឲ្យនាំគាត់ហ្នឹងដើរមើលនៅក្នុងផ្ទះនេះបន្ថែមទៀតនៅពេលហ្នឹងដែរគាត់ដើរមកដល់បន្ទប់ចុងក្រោយស្រាប់តែបន្ទប់ហ្នឹងគឺសុកវាជាប់សោហលហ្នឹងក៏សួរទៅអ្នកមីងនោះថាពេលដែលគាត់លក់អ្វីនៅក្នុងផ្ទះហ្នឹងមានឃើញសត្វស្វាតុក្កតាមួយអត់អ្នកមីងនោះក៏បានប្រាប់ទៅហលវិញថាគាត់អត់ដឹងទេដោយសារលក់អវ៉ាន់ច្រើនពេកគាត់អត់ដឹងថាពេលហ្នឹងគឺលក់បានរាប់ពាន់ដុល្លារនៅពេលដែលមីងហ្នឹងគាត់ព្យាយាមបើកអាសោបន្ទប់នោះហលហើយនឹងកូនគាត់មានអារម្មណ៍ដូចជាមិនសូវស្រួលសោះគាត់ក៏បានហាមឃាត់អ្នកមីងនោះហ្នឹងកុំឲ្យបើកទ្វារនោះតែទ្វារហ្នឹងបើកទៅគឺមានកន្លឹះកង់តាក់កំភ្លើងមួយហ្នឹងបានធ្លាក់ចុះមកមីងហ្នឹងដែរគឺបានស្លាប់នៅនឹងកន្លែងហ្នឹងតែម្ដងក្រោយមកហ្នឹងប៉ូលីសក៏មកដល់កន្លែងកើតហេតុក៏បានសាកសួរហលដែលនៅកន្លែងនោះផ្ទាល់ហើយប៉ូលីសហ្នឹងក៏បានចោទថាហលហ្នឹងគឺជាអ្នកសម្លាប់មនុស្សគាត់ថាដរាបណាក្តីនេះមិនទាន់ឆែកឃើញហ្នឹងហាមហលចេញពីទីនេះដាច់ខាតហើយឃើញសាកសពត្រូវគេដឹកចេញមកហ្នឹងហើយមិនដឹងថាមានពួកគាត់មួយក្រុមហ្នឹងនៅក្នុងឈោអបអសាទរអីទេកន្លែងហ្នឹងអេដមីនក៏អត់ដឹងដែរអញ្ចឹងហលគាត់បានព្យាយាមដើររកអាតុក្កតាស្វាហ្នឹងបន្តទៀតប៉ុន្តែគាត់បើកទូទាំងអស់ហើយគាត់មើលក្រុមក្រែមើលក្នុងក្លុបហ្នឹងគឺវាអត់មានទេពេលហ្នឹងដែរទូរស័ព្ទហ្នឹងក៏បានរោឡើងអញ្ចឹងហលហ្នឹងក៏បានលើកហើយអ្នកនៅក្នុងទូរស័ព្ទនោះគឺជាបងប្រុសរបស់គាត់បងប្រុសគាត់ហ្នឹងសួរថាហែងរកឃើញអាស្វាហ្នឹងនៅហលក៏បានប្រាប់ទៅបងប្រុសគាត់ថាអាស្វាហ្នឹងត្រូវបានលក់បាត់ទៅហើយឥឡូវហ្នឹងប្រហែលជានៅផ្ទះអ្នកណាគេម្នាក់ហើយមានអ្នកពវល់អាកង់តាក់នោះទៀតដោយសារតែភូមិនេះហ្នឹងមានករណីស្លាប់ដោយចម្លែកមែនតើអញ្ចឹងបងប្រុសគាត់ហ្នឹងក៏ឲ្យគាត់ហ្នឹងចាំនៅអាហារដ្ឋានក្បែរនោះអញ្ចឹងហលគាត់ឆ្ងល់ថាឈីបហេតុអ្វីនៅក្បែរហ្នឹងប៉ុន្តែនៅពេលដែលគាត់តបានសួរបងប្រុសគាត់បងប្រុសគាត់ហ្នឹងក៏បានបិទទូរស័ព្ទបាត់តែដោយសារបងប្រុសគាត់ហ្នឹងយកអា landline call មកហ្នឹងគាត់អាច call ទៅអ្នកទៅវិញបានទេអញ្ចឹងក៏គាត់ព្យាយាមហ្នឹងឆែករកមើលលេខទូរស័ព្ទនៅក្នុងសភៅហ្នឹងហើយក៏ឃើញលេខបងប្រុសរបស់គាត់ហ្នឹងប៉ុន្តែតែអ្នកទៅគឺបិទទូរស័ព្ទស្រាប់តែពេលហ្នឹងដែរគាត់ដឹងរឿងមួយគាត់គិតថាបងប្រុសគាត់ហ្នឹងប្រហែលជាឃើញអាស្វាហ្នឹងហើយបងប្រុសគាត់ហ្នឹងហើយជាអ្នកបើកអាហ្នឹងប្រើប្រាស់នៅពេលហ្នឹងគឺគាត់យល់ច្បាស់មែនតើប៉ុន្តែស្វាហ្នឹងគឺសម្លាប់មនុស្សដោយមិនរើសមុខទេមើលទៅ chip ហ្នឹងប្រហែលជាចង់សម្លាប់ហលហើយប៉ុន្តែបំណងគាត់ហ្នឹងឲ្យបានសម្រេចទើបធ្វើឲ្យគាត់ហ្នឹងដើរសម្លាប់គេពេញហ្នឹងដោយសារតែបងប្រុសគាត់ហ្នឹងដឹងពីរឿងអាតកំបាំងមួយគាត់គិតថាប្អូនរបស់គាត់ហ្នឹងគឺជាអ្នកសម្លាប់ម្ដាយគាត់ហ្នឹងកាលនៅឆ្នាំនោះដោយសារតែគាត់ហ្នឹងបានបើកនៅអាកន្លឹះស្វានោះទើបធ្វើឲ្យម្ដាយរបស់គាត់ហ្នឹងស្លាប់ឆ្នាំនោះដែរពេលដែលគាត់យកអាស្វាហ្នឹងយកទៅបោះចោលនៅក្នុងដង chip ហ្នឹងក៏ធ្លាប់បានទៅរកវាម្ដងវិញដែរប៉ុន្តែនៅបាតដងហ្នឹងគឺឃើញនៅតែសោប៉ុណ្ណោះអញ្ចឹង chip ហ្នឹងក៏គាត់ដឹងថាមុនក្រោយហ្នឹងនឹងមានរឿងកាត់ឡើងរយៈពេលជាច្រើនឆ្នាំហ្នឹងគឺគាត់អង្គុយចាំអាសត្វស្វាហ្នឹងរហូតនៅថ្ងៃមួយហ្នឹងគាត់កំពុងតែញ៉ាំបាយនៅអាហារដ្ឋានហ្នឹងគាត់ឃើញមានគេផ្ញើសារមកហ្នឹងដូចជាស្វានោះអញ្ចឹងក៏គាត់បានរកឃើញអាស្វានោះហ្នឹងនៅក្នុងភោជនីយដ្ឋាននោះហើយសោដែលគាត់ទុកជាច្រើនឆ្នាំហ្នឹងពេលនេះហ្នឹងប្រើបានហើយគាត់ហ្នឹងក៏បានយកសោនោះមកចាក់ដើម្បីធ្វើការសងសឹកឲ្យម្ដាយរបស់គាត់ chip ហ្នឹងគាត់បានស្លៀកពាក់អាវទ្រសេរីយ៉ាងស្អាតសម្រាប់ចូលបន់សពរបស់ហលប៉ុន្តែក្នុងពេលគាត់ប្រវល់ម្ដងហ្នឹងអ្នកដែលស្លាប់ហ្នឹងមិនមែនប្អូនគាត់ទេគឺជាអ្នកដតីទៅវិញ Shit, man, that sucks. អញ្ចឹងបរិមម្នាក់ដំបូងដែលគាត់ទិញយកអាស្វាហ្នឹងទៅហ្នឹងគឺគាត់បានលក់អាតុក្កតាស្វាហ្នឹងទៅឲ្យហលហ្នឹងចំនួន$15ពេលនេះគាត់ដឹងពីមហិទ្ធិឫទ្ធិរបស់អាស្វាហ្នឹងគាត់ចង់ទៅទិញពីហលមកវិញប៉ុន្តែហលណាព្រមនឹងលក់វិញនោះដោយសារគាត់ចង់យកអាស្វានោះមកសម្រាប់ប្អូនរបស់គាត់អញ្ចឹងរីគីគាត់មានការខឹងជាខ្លាំងគាត់ហ្នឹងក៏បានពាក់សម្លៀកបំពាក់ប៉ូលីសរបស់ឪពុកគាត់និងយកកំភ្លើងតាមខ្លួនទៀតក្រោយមកហ្នឹងហលហ្នឹងក៏តំណតំណង chip បានសម្រេចហើយបានប្រាប់គាត់ថាកុំព្យាយាមកាច់អាកង់តាក់ហ្នឹងទៀតអីវាស្លាប់មនុស្សដែលអត់ដឹងអីច្រើនណាស់ប៉ុន្តែបងប្រុសគាត់ហ្នឹងគឺកែខ្លួនលេងបានហើយក្នុងខួរក្បាលគាត់ពេលនេះហ្នឹងមានតែពាក្យថាសងសឹកតែប៉ុណ្ណោះគាត់គិតថាតែមានស្វាហ្នឹងនៅក្នុងដៃហ្នឹងគាត់អាចធ្វើអ្វីបានគ្រប់យ៉ាងគាត់ថាបើគាត់ហ្នឹងអត់កាច់ហ្នឹងក៏មានគេកាច់ដែរគាត់គិតថាកាច់រហូតហ្នឹងថ្ងៃណាមួយហ្នឹងនឹងសម្លាប់ប្អូនគាត់បានសម្រេចហលហ្នឹងគាត់គិតថាបងប្រុសគាត់ហ្នឹងប្រហែលជាឈួតមែនតើហើយហលក៏ប្រាប់បងប្រុសគាត់ថាតិចទៀតហ្នឹងគាត់នឹងនាំកូនគាត់ហ្នឹងចាក់ចេញពីទីនេះអញ្ចឹង chip ហ្នឹងបានប្រាប់មកហលវិញថាចង់ឲ្យគាត់បញ្ឈប់សកម្មភាពនេះហ្នឹងក៏បានដែរគាត់ថាអញ្ចឹងឲ្យកូនរបស់គាត់ហ្នឹងមកទទួលយកអាសត្វស្វាហ្នឹងពីគាត់មកអញ្ចឹងនៅថ្ងៃហ្នឹងដែរហ្នឹងហលហ្នឹងក៏គាត់សម្រេចចិត្តមួយគឺនឹង
បញ្ចប់តំណែងជាមួយបងប្រុសគាត់ជារៀងរហូតនៅពេលហ្នឹងដែរហលហ្នឹងគាត់រៀបចាក់ចេញពីបន្ទប់ហ្នឹងស្រាប់តែរីគីហ្នឹងមកដល់ល្មមអញ្ចឹងរីគីហ្នឹងគាត់ចង់មកអាសត្វស្វានោះអញ្ចឹងគាត់យកពីរនាក់ហ្នឹងយកធ្វើជាចំណាត់ខ្មាំងយកទៅដូរឲ្យបងប្រុសគាត់រីគីហ្នឹងក៏បាននាំអ្នកទាំងពីរហ្នឹងមកកន្លែងលាក់ខ្លួនរបស់បងប្រុសគាត់មកដល់ហ្នឹងគាត់បានដេញឲ្យ Peter ហ្នឹងចុះទៅយកអាសត្វស្វានោះឲ្យគាត់អញ្ចឹងហលហ្នឹងក៏គាត់ព្រមឲ្យកូនរបស់គាត់ហ្នឹងចូលទៅហលហ្នឹងក៏បានបញ្ជាក់ជាមួយកូនគាត់ថា Whatever you do, don't turn the key in the monkey's back. អញ្ចឹង Peter ហ្នឹងក៏ចូលមកក្នុងបានសម្រាប់ហលហ្នឹងគាត់ខ្លាចអាស្វាហ្នឹងត្រូវបានដដើមដោយអ្នកផ្សេងអញ្ចឹងនៅក្នុងបន្ទប់ហ្នឹងសុទ្ធតែកលឺខុបកន្លែងក្រោយពីរួចផុតពីកន្លែងបថៅហ្នឹងធ្វើឲ្យ Peter ហ្នឹងមានការប្រុងប្រយ័ត្នជាខ្លាំងនៅកន្លឹះបន្តទៀតហ្នឹងធ្វើឲ្យ Peter ហ្នឹងងាយស្រួលក្នុងការជៀសប៉ុន្តែអត់ដឹងថាម៉េចទេអាកន្លឹះមួយហ្នឹងនៅលើដបូលហ្នឹងស្រាប់តែអូតូបើកទៅនីឡាបាល់ហ្នឹងធ្លាក់ចុះមក Peter ហ្នឹងគាត់មកដល់ក្នុងបន្ទប់ហ្នឹងឃើញតែហលហ្នឹងកំពុងតែនិយាយជាមួយអាស្វានោះម្នាក់ឯងអញ្ចឹងហលហ្នឹងក៏បានប្រាប់ទៅ Peter ថាឯងមានតែផ្លូវមួយទេគឺឯងប្រវល់អាកន្លឹះនៅខាងក្រោយហ្នឹងទៅហើយហលហ្នឹងក៏បានប្រាប់គាត់ថានេះគឺជាជីដូនជីតាឯងហ្នឹងបន្សល់ទុកចុះមកទេនៅពេលហ្នឹង Peter គាត់ភ្លេចសម្ដីរបស់ឪពុកគាត់បាត់ទៅហើយគាត់ហ្នឹងក៏បានប្រវល់អាកន្លឹះនៅខាងក្រោយនោះអញ្ចឹងនៅក្នុងចិត្តរបស់ Chip ហ្នឹងពេលហ្នឹងគឺគាត់សប្បាយចិត្តមែនតើរីឯ Hall នៅខាងក្រៅនេះគាត់ឃើញអាសបុកអាម៉ាល់ហ្នឹងសុកហ្នឹងធ្លាក់ចុះមកគាត់ហ្នឹងចង់ថយឡានហ្នឹងទៅក្រោយតែ Ricky ហ្នឹងឲ្យគាត់ថយទេហើយ Ricky ហ្នឹងគាត់ល្មមក្បាលសុកគាត់យកកាភ្លើងហ្នឹងយកមកអេសក្បាលរបស់គាត់ស្របពេលដែលស្វាហ្នឹងវាយស្គរប៉ុន្តែសំណាងគាត់កាភ្លើងមកគាត់នេះអត់បានបាញ់ត្រូវខ្លួនគាត់ទេនៅពេលដែលពីរនាក់គាត់ហ្នឹងកំពុងតែសប្បាយចិត្តហ្នឹងគាត់ឃើញថាកញ្ចក់មុខឡានរបស់គាត់ហ្នឹងគឺប្រេះមួយប្រហោងគឺកាភ្លើងមិញហ្នឹងបាញ់ចំអញ្ចឹងអាស្គរហ្នឹងក៏បានគោះម្ដងទៀតរកមកហ្នឹងក៏មានអើម៉ាល់មួយក្បាលហ្នឹងបានហោះចូលតាមអាប្រហោងនោះនៅពេលហ្នឹងដែរអើម៉ាល់ទាំងអស់ហ្នឹងបានហោះចូលតាមអាប្រហោងកញ្ចក់នោះប៉ុន្តែគោលដៅហោះមកហ្នឹងមិនមែនហលទេគឺ Ricky អានេះទៅវិញនៅពេលដែល Ricky ស្លាប់ភ្លាមហ្នឹងហលហ្នឹងក៏បានចុះពីលើឡានសង្វាតទៅជួយកូនរបស់គាត់ពេលដែលឮសំឡេងបងរបស់គាត់ភ្លាមហ្នឹងគាត់គិតថាលើកហ្នឹងប្រហែលជាបរាជ័យទៀតហើយគាត់ក៏ដណ្ដើមស្វានោះពី Peter ហើយទះ Peter មួយកំភ្លៀងគាត់នៅតែនិយាយទៅដែរថាគាត់ហ្នឹងចង់សម្លាប់ប្អូនគាត់ណាស់គាត់បាននិយាយនៅមុខអាសត្វស្វានោះអញ្ចឹង Chip ហ្នឹងគាត់លើកដៃអាសត្វស្វានោះតែម្ដងគាត់យកអាដៃវាហ្នឹងយកទៅវាយស្គរនោះខ្លួនឯងប៉ុន្តែស្វានេះហ្នឹងគឺពិតជាមានច្បាប់មានទម្លាប់របស់គេមែនគាត់បានកវត្ត Chip ហ្នឹងទៅមួយចំហៀង Peter ហ្នឹងក៏បានជួបឪពុករបស់គាត់នៅពេលហ្នឹងដែរស្វានោះគឺចាប់ផ្ដើមគោះស្គរនោះម្ដងទៀតហើយក៏បានគោះលឿនទៅសត្វស្វានោះមើលទៅគឺខឹងខ្លាំងមែនតើផ្ទះខាងក្រៅហ្នឹងស្រាប់តែមានសំឡេងខ្លាំងចូលមកដល់ខ្នង Chip ហ្នឹងក៏បានមើលតាមអាប្រឡោះហ្នឹងទៅឃើញថាភូមិរបស់គាត់ហ្នឹងត្រូវបានឆេះហើយយន្តហោះមួយគ្រឿងហ្នឹងនៅលើអាកាសហ្នឹងស្រាប់តែធ្លាក់ចូលនៅក្នុងភូមិនោះហើយនៅពេលហ្នឹងដែរគឺច្បោកច្បល់មែនតើសាកសពហ្នឹងគឺធ្លាក់ពីលើតបោយទៅមនុស្សស្លាប់ពេញហ្នឹងតែម្ដង Chip គាត់គិតថាប្រហែលជាមានរឿងធំអីពេលនេះនៅពេលហ្នឹងដែរ Hall ហ្នឹងក៏មកដល់កន្លែងហ្នឹង Hall ហ្នឹងបានសួរទៅ Chip ថាហេតុអ្វីធ្វើដូច្នេះ Chip ហ្នឹងបានប្រាប់ទៅ Peter ថាដោយសារតែគាត់ហ្នឹងសម្លាប់ម្ដាយខ្លួនឯងអញ្ចឹងឥឡូវនេះគឺគាត់អស់សង្ឃឹមមែនតើដោយសារតែគាត់ប្រើកូវីធីហើយនៅតែសម្លាប់ប្អូនគាត់បានគាត់ហ្នឹងក៏បានបកស្រាយប្រាប់ទៅបងរបស់គាត់ថាម្ដាយគាត់ស្លាប់ហ្នឹងគឺមិនមែនមកពីគាត់ទេហើយក៏មិនមែនកំហុសរបស់នរណាម្នាក់ដែរគាត់ថាឆ្នាំនោះម្ដាយគាត់ស្លាប់ហ្នឹងអត់មានតាក់ទងជាមួយនឹងស្វានោះទេគ្រាន់តែស្វានោះហ្នឹងវានៅក្នុងទស្សនវិជ្ជាហ្នឹងដែរគាត់ហ្នឹងក៏បាននិយាយពាក្យដែលម្ដាយគាត់ធ្លាប់និយាយដាក់គាត់ប្រាប់ទៅ Hall ថាយើងរស់នៅហ្នឹងមិនអាចស្ថិតនៅក្នុងការជឿចាប់ជារៀងរហូតនោះទេចេះដោះលែងទើបល្អបំផុតស្ដាប់ឮ Hall និយាយដូច្នេះទៅ Chip ហ្នឹងក៏គាត់មានអារម្មណ៍ល្អឡើងវិញពីរអ្នកគាត់ហ្នឹងក៏ចាប់ដៃគ្នាហើយអោបគ្នាហ្នឹងនៅពេលដែល Hall ទាញបងប្រុសគាត់ឡើងហ្នឹងស្រាប់តែស្វាហ្នឹងបានគោះម្ដងទៀតអញ្ចឹងអាកង់តាក់ដែលគាត់ធ្វើខ្លួនឯងហ្នឹងគឺវាធ្លាក់ចុះមកបាញ់នឹងដាច់ក្បាលគាត់តែម្ដងនេះប្រហែលជាបាបកម្មដែលគាត់ទទួលបាននោះហើយអញ្ចឹង Hall ហ្នឹងក៏គាត់នាំកូនប្រុសគាត់ហ្នឹងចាក់ចេញពីទីនោះគាត់ជិះតាមផ្លូវហ្នឹងក៏ឃើញថាអ្នកដែលស្លាប់ដោយមិនដឹងមូលហេតុហ្នឹងគឺច្រើនមែនតើ Peter ហ្នឹងក៏ប្រាប់ទៅឪពុកគាត់ថាយើងគួរតែដោះស្រាយរឿងស្វាហ្នឹងមិនទៅគាត់ថាយើងមានតែផ្លូវមើលថែវាសិនទៅឥឡូវនេះយើងអត់មានវិធីផ្សេងទេនៅពេលដែលពួកគាត់កំពុងតែឆ្លងផ្លូវ8/4ណាគាត់ក៏ឃើញលោកតាមួយហ្នឹងកំពុងតែជិះសេះគាត់គិតថាតានេះហើយប្រហែលជាស្វានោះហ្នឹងអន្តងបលឹងគាត់មកនៅសម្រាប់អ្នកដតីហើយតានោះបានមើលមកគាត់ក្នុងខ្សែភ្នែកគំរាមកំហែងគាត់របៀបថាកុំឲ្យគាត់ហ្នឹងបវល់អាហ្នឹងទៀតនាំបញ្ហាមកឲ្យតាហ្នឹងអញ្ចឹងណាគាត់ថាមិនដូច្នេះទេលើកក្រោយហ្នឹងប្រហែលជាដល់ Hall ម្ដងហើយអញ្ចឹងក៏គាត់ចាំសម្ដីរបស់ម្ដាយគាត់បើយើងគិតពីបញ្ហាមិនបានហើយអញ្ចឹងយើងមានតែរំសប្បាយទៅស្រាប់តែគាត់ទៅបានតែបន្តិចហ្នឹងមកឡានសាលាហ្នឹងគឺត្រូវបានដាច់ក្បាលទាំងអស់អញ្ចឹងរឿងយើងហ្នឹងក៏មកដល់ទីបញ្ចប់បើអ្នកទាំងអស់គ្នាពេញចិត្តការសម្ដែងរបស់ admin ហ្នឹងកុំភ្លេចចូលមក subscribe ម្នាក់មួយផង